ស្វាគមន៍មកកាន់វីដេអូថ្មីនៃការសិក្សាទៅលើប្រភេទលឹងនៅក្នុងភាសាអង់គ្លេសអញ្ចឹងបើយើងនិយាយអំពីលឹងដូចយើងធ្លាប់បានដឹងគ្រប់គ្នាមកហើយថាមានតែ3ទេពងលឹងអត្ថិលឹងឬក៏អ្នកពងសកលឹងក៏ប៉ុន្តែនៅក្នុងភាសាអង់គ្លេសគឺយើងត្រូវបានបែងចែកទៅជា4ទាក់ទងទៅនឹងលឹងហ្នឹងដោយយោងទៅតាម High School English Grammar អញ្ចឹងនេះគឺជាប្រភេទលឹងទី3នៅក្នុងភាសាអង់គ្លេសដែលយើងនឹងសិក្សាអំពីវាដូច្នេះលឹងទី3ដែលយើងនឹងសិក្សានៅក្នុងថ្ងៃនេះគឺ common gender ឬក៏ភេទទូទៅអញ្ចឹងយើងអាចមើលមកកាន់សញ្ញានេះបានយើងក៏អាចយល់ហើយគឺមានមួយកណាត់ប្រុសហើយមួយទៀតមួយកណាត់ជាស្រីអញ្ចឹងទៅគឺយើងមិនដឹងថាជាប្រុសឬក៏ជាស្រីទេអញ្ចឹងយើងអាចក៏លេខមកមើល definition នៅក្នុងទីនេះបានគឺទី1 A noun that denotes either a male or female is said to be of the common gender as parent, child, friend, pupil, servant, relation, cousin, persons, etc. អញ្ចឹងលឹងមួយនេះគឺយើងហៅថា common gender ឬក៏យើងនិយាយថាជាភេទទូទៅឬក៏លឹងទូទៅតាមនិយមន័យដែលត្រូវបានដកស្រង់ចេញមកពី High School English Grammar បានកំណត់និយមន័យទៅលើប្រភេទនៃលឹងនេះថាគឺជានាមដែលបង្ហាញអំពីមិនច្បាស់ថាជាភេទស្រីឬក៏ភេទប្រុសនោះទេហើយ noun ប្រភេទនឹងឯងគឺត្រូវបានគេស្គាល់ថាជា common gender ឬក៏លឹងទូទៅនឹងឯងជាឧទាហរណ៍ដូចជាពាក្យថា parent ឪពុកម្ដាយមែនទេឬក៏ child យើងមិនដឹងថាជាប្រុសឬក៏ជាស្រីនោះទេហើយ friend បើគេនិយាយថា friend មកមិត្តភ័ក្តិក៏យើងមិនដឹងថាមិត្តភ័ក្តិប្រុសឬក៏មិត្តភ័ក្តិស្រីដែរមួយទៀតដូចជា pupil កូនសិស្សយើងក៏មិនដឹងថាសិស្សប្រុសឬក៏សិស្សស្រីដូចគ្នាឬក៏មួយទៀត servant អ្នកបម្រើអញ្ចឹងយើងមិនដឹងថាអ្នកបម្រើប្រុសឬក៏អ្នកបម្រើស្រីដែរដោយសារតែវាទូទៅហើយមួយទៀតដូចជា relations ឬក៏យើងអាចនិយាយបានថាជាញាតិសន្តានហើយយើងក៏មិនដឹងថាជាប្រុសឬក៏ជាស្រីទៅទៀតហើយមួយទៀតដូចជាពាក្យថា cousin យើងមិនដឹងថាជាប្រុសឬក៏ស្រីទេប៉ុន្តែយើងក៏មិនដឹងថាបងប្អូនជីដូនមួយឬក៏មួយទៀតដូចជាពាក្យថា person មនុស្សហើយយើងមិនដឹងថាមនុស្សប្រុសឬក៏មនុស្សស្រីនោះទេយើងមិនអាចកំណត់បានហើយក៏សូមអធិស្ឋានដែរតាក់ទងទៅនឹងពាក្យថា relation នេះគឺជាន់គ្នាប៉ុន្តែមិនជាបញ្ហាអីទេអញ្ចឹងគ្រប់ពេលដែលយើងឮពាក្យថា common gender គឺយើងត្រូវនឹកឃើញដល់សញ្ញាមួយនេះមានន័យថាសញ្ញាបាញ់ទៅលើនេះគឺជាតំណាងឲ្យពងលឹងឬក៏ភេទប្រុសហើយខាងក្រោមនេះសញ្ញាចុងមកក្រោមនេះគឺមានន័យថាតំណាងឲ្យភេទស្រីអញ្ចឹងយើងឃើញសញ្ញានេះរួមគ្នាដូច្នេះហើយអត្ថន័យគឺបញ្ជាក់អំពី common gender នឹងឯងយើងមិនដឹងថាជាភេទប្រុសឬក៏ភេទស្រីនោះទេដូចជាពាក្យថា parent, child, friend ឬក៏ person អីជាដើមដូច្នេះនិយាយសរុបឲ្យខ្លីទៅគឺភេទទូទៅឬក៏ common gender នេះវាគឺជា noun មួយប្រភេទដែលត្រូវបានប្រើសម្រាប់តែមនុស្សតែប៉ុណ្ណោះហើយមនុស្សហ្នឹងគឺយើងមិនដឹងថាជាភេទអីនោះទេជាក់ស្ដែងដូចជាយើងបានឃើញនៅក្នុងឧទាហរណ៍របស់យើងមួយជំនះនេះយើងអាចយល់បានហើយនៅក្នុងវីដេអូនេះផងដែរគឺគ្រាន់តែយកមកបង្ហាញឲ្យឃើញខ្លះៗតាក់ទងទៅនឹង some common genders word គឺពាក្យដែលតាក់ទងទៅនឹង common gender នឹងមួយចំនួនតែប៉ុណ្ណោះហើយយើងក៏អាចទៅសិក្សានៅក្នុងវីដេអូថ្មីបន្ទាប់អំពីខ្ញុំបានចែករំលែកតាក់ទងទៅនឹង gender នីមួយៗរួចហើយគឺខ្ញុំនឹងធ្វើវីដេអូមួយទៀតដែលតាក់ទងទៅនឹងតារាងដែលនិយាយអំពីភេទនីមួយៗឬក៏ gender នីមួយៗតែម្ដងដូចជា masculine feminine ឬក៏ common gender នឹងឯងអញ្ចឹងយើងអាចទៅសិក្សាពាក្យជាច្រើនដែលតាក់ទងទៅនឹង common gender នៅក្នុងវីដេអូមួយនោះអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបាយបាយ